អតិថិជនជួនកាលពេលយើងពន្យល់របស់យើងផលិតផលយើងនិងសេវាកម្មយើងប្រៀបដៃគូប្រកួតប្រជែងហ្នឹងល្អជាងដៃគូប្រកួតប្រជែងហើយត្រូវនឹងតម្រូវការរបស់គាត់ហើយប៉ុន្តែគាត់ complain រឿងតម្លៃថារបស់អូនឯងថ្លៃជាងដៃគូប្រកួតប្រជែងឧទាហរណ៍ថាដៃគូប្រកួតប្រជែងគឺលក់តែ100ជាងលក់120លើសគេបន្តិចតែគាត់នៅតែ complain ហើយអ្នកលក់យើងជាទូទៅបាទម្ចាស់ជីវកម្មឬអ្នកលក់យើងទូទៅទៅ debate មួយភ្ញៀវស្រែកថាថ្លៃណាស់យើងថាមិនថ្លៃទេថ្លៃណាស់មិនថ្លៃទេតិចទៀតឆ្លោះគ្នាបាទបើភ្ញៀវស្រែកថាថ្លៃណាស់យើងត្រូវទទួលស្គាល់អាសព្វភ្លាមថាលោកពូរបស់ខ្ញុំថ្លៃមែនបាទបន្ទាប់មកយើងធ្វើការប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិរបស់យើងនឹងដៃគូបាទហ្នឹងហើយប៉ុន្តែមុននឹងចាប់ផ្ដើមរឿងហ្នឹងខ្ញុំឲ្យសួរនៅសំណួរមួយសិនពេលអតិថិជនចូលមកយើងសួរភ្លាមថាជំរាបសួរលោកពូមិនហើយតាក់ទងផលិតផលអូម៉ាថាយើងលក់ទឹកសដែកចាស់សួរមិនហើយផលិតផលទឹកសដែកដែលលោកពូជួបរាល់ដងគាត់ថាអូយទឹកសដែកនឹងហូបមិនកើតទេគុណភាពវាអន់កំងយូរប្រើប្រាស់ទុកតិចក៏មិនបានយូរដែរកំងនឹងវាយូរហើយប្រើប្រាស់ឆាប់ខូចបាទហើយសួរគាត់ទៀតការបារម្ភរឿងអីដែរពូបើជួបក្រុមហ៊ុនអញ្ចឹងគាត់ថាគាត់បារម្ភអំពីពេលគាត់បារម្ភថាខាតពេលខាតលុយបាទចំណុចទី3សួរបំណងប្រាថ្នាគាត់ពូចង់បានមិនដែរបាទពូគាត់ចង់បានគាត់ថាគាត់ចង់បានផលិតផលណាឬសិប្បកម្មណាដែលផលិតផលនឹងវាកំងបានលឿនប្រើប្រាស់បានយូរគុណភាពល្អជាងដៃគូប្រកួតប្រជែងយើងសួរសំណួរនឹងសិនទុកបិទនៅអាសំណួរគាត់ complain ពីតម្លៃអញ្ចឹងនៅពេលដែលគាត់ complain ពីតម្លៃយើងលក់យើងគេដៃគូយើងលក់100យើងលក់120យើងត្រូវពន្យល់គាត់បាទយើងទទួលស្គាល់ថារបស់យើងថ្លៃជាងហើយយើងពន្យល់គាត់អំពីគុណសម្បត្តិនិងគុណវិបត្តិរបស់យើងនឹងដៃគូប្រកួតប្រជែងអញ្ចឹងពន្យល់ថាលោកពូគុណសម្បត្តិរបស់សិប្បកម្មខ្ញុំគឺដោះស្រាយបញ្ហាពូឈឺក្បាលបានបាទហើយគុណវិបត្តិរបស់ពួកខ្ញុំគឺថ្លៃជាងដៃគូប្រកួតប្រជែងបន្តិចពីព្រោះគាត់ទទួលស្គាល់ថារបស់យើងល្អហើយបាទដែលយើងប្រៀបគុណសម្បត្តិនិងគុណវិបត្តិរបស់ដៃគូប្រកួតប្រជែងម្ដងដៃគូប្រកួតប្រជែងបាទគុណសម្បត្តិគេគឺធូរថ្លៃព្រោះយើងលក់120គេលក់តែ100ទេបាទឯគុណវិបត្តិរបស់ដៃគូប្រកួតប្រជែងយើងគឺបញ្ហាដែលគាត់សួរយើងសួរមិញគាត់ជួបមិញនឹងថាគុណភាពវាអន់បញ្ហាទាំងអស់នោះគាត់ជួបដដែលអញ្ចឹងគុណវិបត្តិគឺបញ្ហាអតិថិជនហ្នឹងគឺនៅដដែលអញ្ចឹងពូយកជំរើសមួយណាអានឹងរឿងរបស់ពូកុំបង្ខំភ្ញៀវទិញយើងជាអ្នកលក់មានសិទ្ធិតែពន្យល់គាត់រវាងរបស់យើងនិងដៃគូទេគុណសម្បត្តិនិងគុណវិបត្តិរបស់យើងនិងដៃគូគាត់សម្រេចចិត្តទិញមួយណាជារឿងរបស់គាត់ភ្ញៀវនៅពេលណាដែលយើងបង្ខំឲ្យគាត់ទិញគាត់ចង់ទិញទេនៅពេលណាយើងឈើមិនកុំចង់ទិញកុំចង់ឲ្យគាត់ទិញគ្រាន់តែយើងពន្យល់ឲ្យអស់របស់យើងនឹងដៃគូគាត់នឹងសម្រេចចិត្តត្រឡប់មកយើងវិញបាទអានឹងធ្វើឲ្យតឹងតែងបំផុតបើកាន់តែតឹងតែងភ្ញៀវកាន់តែទុកចិត្តកាន់តែធូររលុងគាត់បាត់ទំនុកចិត្តវិញបន្ទាប់ពីយើងពន្យល់ឲ្យដោយតឹងតែងហើយគាត់មានអារម្មណ៍ថាទុកចិត្តហើយចំណុចចុងក្រោយគឺយើងវាយ promotion ជូនគាត់ឧបមាថាដៃគូប្រកួតប្រជែងគេលក់100យើងលក់120បញ្យល់អានឹងដោយតឹងតែងសិនដល់ឥឡូវយើងវាយ promotion ពិសេសជូនគាត់ដើម្បីបិទការលក់បើពូសម្រាប់ចិត្តទិញឥឡូវបាទខ្ញុំលក់តែ102ទេបាទក្បែរដៃគូប្រកួតប្រជែងបន្តិចឬទៀបជាងបន្តិច98ក៏បានដែរតែឲ្យគាត់កក់ឥឡូវហើយធ្វើម៉េចឲ្យបាន 50% នៃតម្លៃរបស់យើងឥឡូវហ្នឹងទុកពេលឲ្យតែមួយថ្ងៃទេបាទផុតមួយថ្ងៃហ្នឹងគឺលែងលក់តម្លៃពិសេសហ្នឹងហើយទុកពេលគាត់6ខែទៀតសម្រាប់មកយកសម្ភារៈហ្នឹងបើគាត់មិនទាន់ត្រូវការឥឡូវបើយើងធ្វើបែបនេះបានមានន័យថាអតិថិជនឈប់ complain ពីតម្លៃហើយនឹងហើយនឹងយើងបិទការលក់បានល្អបាទអរគុណច្រើនដែលបានចូលរួមទស្សនាទាំងអស់គ្នាបាទ